សូមស្វាគមន៍មកកាន់វីដេអូថ្មីដែលណែនាំអំពីបច្ចេកវិទ្យា Computer of Computer Software ដូច្នេះនៅក្នុងវីដេអូថ្មីមួយនេះនឹងធ្វើការបង្ហាញអំពីរបៀបនៃការដំឡើងទៅលើកម្មវិធីមួយយើងហៅថា Microsoft Office ដូច្នេះជាទូទៅ Microsoft Office វាមាន2007វាមាន2003 2007ដែលយើងស្គាល់កន្លងមក2010 2013ហើយក៏ចេញដល់ version 2016ផងដែរប៉ុន្តែនៅក្នុងវីដេអូមួយនេះនឹងធ្វើការបង្ហាញទៅលើកម្មវិធី Microsoft មួយដែលមនុស្សទូទៅតែងតែប្រើប្រាស់ជាច្រើននៅក្នុងអំឡុងពេលបច្ចុប្បន្ននេះគឺ Microsoft 2010ដូច្នេះហើយដើម្បីធ្វើការដំឡើងទៅលើកម្មវិធី Microsoft Office នៅក្នុងវីដេអូមួយនេះនឹងបង្ហាញអំពីរបៀបនៃការដំឡើងហើយនឹងការរៀបចំទៅលើតារាងនៃអត្ថបទផងដែរដូច្នេះហើយដើម្បីឲ្យកាន់តែច្បាស់នៅក្នុងការអនុវត្តឬក៏កាន់តែច្បាស់នៅក្នុងកម្មវិធីមួយនេះគឺតម្រូវឲ្យអ្នកទាមទារការទស្សនាដោយយកចិត្តទុកដាក់ដូច្នេះដើម្បីធ្វើការ install ទៅលើ Microsoft Office បានយើងមិនមានអ្វីប្លែកអំពីកម្មវិធីទូទៅទេគឺយើងត្រូវមាន software របស់ Microsoft Office ដើម្បីធ្វើការដំឡើងនៅលើប្រព័ន្ធប្រតិបត្តិការរបស់យើងដូច្នេះឥឡូវយើងចូលទៅកាន់ software ទាំងអស់គ្នាអូខេឥឡូវនេះយើងបានចូលមកកាន់ដល់ផ្ទៃនៃកម្មវិធីនៅក្នុង software គឺមាន Microsoft 2010 English តាមពិតអានេះ Pro ទេប៉ុន្តែសរសេរខុសអញ្ចឹងគឺនៅក្នុងនេះគឺខាងកតុយវា Microsoft Professional អូខេអញ្ចឹងគឺ Microsoft Professional នៅខាងក្រោម Professional Plus គឺពីរនឹងដូចគ្នាទេសុំទោសផងប៉ុន្តែវាការ copy មកច្រឡំហើយមិនបានកែហើយអញ្ចឹងគឺឥឡូវនេះគឺធ្វើការបង្ហាញអំពីការ install ទៅលើ Microsoft Office 2010 Professional Plus ដូច្នេះដើម្បីធ្វើការ install បានគឺយើងត្រូវមាន software មួយនេះហើយ software មួយនេះគឺស៊ីប្រហែលជាខ្ទង់ជាង700 MBដូច្នេះវាស៊ី731 MB size on disk វាស៊ី7 មេ32វាខុសត្រូវគ្នា1មេដូច្នេះនៅក្នុងចំណុចនេះគឺយើងមានកម្មវិធី Microsoft Office 2010 Professional Plus ហើយអញ្ចឹងយើងធ្វើការ install គឺយើងចូលទៅកាន់កន្លែងហ្នឹងមកនឹងឃើញពាក្យថា setup ហើយពាក្យថា setup នេះយើងចុចលើពាក្យ setup ហើយយើងយក run as administrator ដូចគ្នាទៅនឹងកម្មវិធីផ្សេងដែរបន្ទាប់មកវានឹង load ផ្ទាំងថ្មីមួយនៅកន្លែងនេះយើងអាចយក I accept នេះហើយយើង continue ចំណុចនៅកន្លែងនេះchoose the installation you want នៅកន្លែងនេះយើងអាចធ្វើការជ្រើសរើសដោយខ្លួនឯងទៅលើការកំណត់ឬក៏ការដំឡើងដោយស្វ័យប្រវត្តិតែម្ដងនៅត្រង់នេះវាមានចំណុច2គឺ install now ហើយនិង customize ដូច្នេះនៅត្រង់ចំណុចនេះតើវាមានភាពប្លែកគ្នាយ៉ាងណាជាទូទៅកម្មវិធី Microsoft Office វាអាចធ្វើឲ្យអ្នកដែលចង់ប្រើប្រាស់ទៅលើកម្មវិធីនេះជ្រើសរើសទៅតាមតម្រូវការនៃអ្នកប្រើប្រាស់ឧទាហរណ៍ថានៅក្នុងកុំព្យូទ័ររបស់យើងពេលដែលយើងប្រើប្រាស់កម្មវិធី Microsoft Office Professional Plus 2010នេះគឺយើងប្រើប្រាស់តែកម្មវិធីគឺ Word Excel ហើយនិង PowerPoint ជាដើមដូច្នេះយើងមិនត្រូវការកម្មវិធីផ្សេងដូចជា Access ដូចជាអីផ្សេងទេដូច្នេះហើយយើងអាចធ្វើការកំណត់ទៅនឹងការដំឡើងដោយខ្លួនឯងបានបើសិនជាយើងយកថា install now ក្នុង software នៃកម្មវិធី Microsoft Office Professional Plus 2010នេះ
miền cam vị thiประมาณ ឧទាហរណ៍ជា 10 ជាដើម គឺវានឹងធ្វើការ install ទាំងអស់មកតែម្ដង ប៉ុន្តែបើសិនជាយើងយក customize គឺយើងអាចធ្វើការកំណត់ទៅនឹងកម្មវិធីដែលយើងចង់បានឥឡូវនេះនៅក្នុងវីដេអូមួយនេះយើងនឹងបង្ហាញអំពីការចូលទៅធ្វើការកំណត់នៅក្នុងការ install ប៉ុន្តែបើសិនជាអ្នកមិនចង់ធ្វើការកំណត់អ្នកអាចយក install now ដើម្បីធ្វើការដំឡើងដោយស្វ័យប្រវត្តិតែម្ដងប៉ុន្តែនៅក្នុងកន្លែងនេះគឺដើម្បីឲ្យរឹតតែច្បាស់នៅក្នុងការកំណត់គឺយើងបង្ហាញអំពីវីដេអូនៅក្នុងការកំណត់នៅក្នុងកម្មវិធី Microsoft Office Professional 2010នេះតែម្ដងឥឡូវយើងចូលទៅ Customize ដូច្នេះយើងនឹងបានផ្ទាំងមួយនេះគឺវាប្រាប់អំពីកម្មវិធីដែលមាននៅក្នុង software មួយនេះវាមាន Microsoft Access វាមាន Excel ជាដើមដូច្នេះហើយគឺយើងត្រូវធ្វើការកំណត់ដោយខ្លួនឯងឥឡូវឧទាហរណ៍ថាខ្ញុំត្រូវការកម្មវិធីតែMicrosoft Access Microsoft Excel Microsoft PowerPoint ហើយនិង Microsoft Word ដូច្នេះខ្ញុំធ្វើការកំណត់នៅកម្មវិធីផ្សេងគឺមិនយកទេដូចជា Outlook ជាដើមឬក៏ OneNote ជាដើមគឺមិនយកទេដូច្នេះឥឡូវធ្វើការកំណត់យើងនៅកន្លែងនេះមួយនេះគឺយើងយក not available នេះក៏ដូចគ្នានេះក៏ដូចគ្នាដែរម្លង Microsoft PowerPoint នេះក៏ដូចគ្នាដែរ SharePoint នេះក៏ដូចគ្នាដែរនេះក៏អត់យកដែរចំណែក tool នេះគឺយើងទុកអូខេឥឡូវក្រោយអំពីការកំណត់បានត្រឹមត្រូវហើយយើងក្រោយអំពីការកំណត់ហើយយើងត្រូវផ្ទៀងផ្ទាត់នៅអ្វីដែលយើងចង់បានតើវាត្រូវទៅតាមតម្រូវការដែលយើងបានកំណត់ហើយឬនៅបើសិនជាវាធ្វើការកំណត់ត្រឹមត្រូវទៅតាមតម្រូវការរបស់យើងហើយយើងនឹងធ្វើការ install តែម្ដងអូខេឥឡូវការកំណត់នេះគឺត្រឹមត្រូវទៅតាមអ្វីដែលខ្ញុំចង់បានហើយដូច្នេះយកពាក្យថា install now អូខេដូច្នេះហើយការ install ទៅលើ Microsoft Office នេះគឺវានឹងកំពុងតែចាប់ផ្ដើមនៅក្នុងការដំឡើងដូច្នេះហើយយើងរងចាំវាប្រហែលជា10នាទីចុះព្រោះថាវានិយាយទៅលឿនឬយឺតទៅតាមកម្លាំងម៉ាស៊ីនរបស់យើងផងដែរបើសិនជាកុំព្យូទ័របើយើងស៊េរីចំនួនទី2ឬក៏ទី3ឬក៏ RAM CPU តូចគឺឬក៏ hard disk ធម្មតាមិនមែនជា SSD ជាដើមវាអាចនឹងយឺតប៉ុន្តែបើសិនជាម៉ាស៊ីនយើងស៊េរីថ្មីឬក៏ hard disk របស់យើង SSD ជាដើមគឺវា install តាមមួយព្រិចភ្នែកប៉ុណ្ណោះគឺវាមិនយូរទេនៅក្នុងគណៈនៃការ install នេះគឺវាធ្វើឲ្យយើងទាមទារឲ្យយើងនៅក្នុងការរងចាំដោយកម្មវិធីទូទៅដែរជាងយើងធ្វើការរងចាំឲ្យវា install ចប់ក្រោយអំពី install ចប់ហើយយើងនឹងត្រូវធ្វើការ copy វាដាក់មកលើកញ្ចក់រួមទាំងនឹងការកំណត់ cloud នៃអត្ថបទផងដែរជាងយើងរងចាំអនុវត្តទាំងអស់គ្នាឥឡូវនេះកុំព្យូទ័ររបស់យើងបានធ្វើការ install ចប់សពគ្រប់ហើយដូច្នេះនៅត្រង់ចំណុចនេះយើងមិនបាច់ចូលទៅ continue online ទេគឺយើងយកពាក្យថា close ក្រោយអំពី close ហើយយើងមិនឃើញមានការ load shortcut នៃកម្មវិធីនឹងមកលើកញ្ចក់ឡើយមានប្រព័ន្ធប្រតិបត្តិការដូចជា Windows 7 គឺវា load មកលើកញ្ចក់តែម្ដងដោយស្វ័យប្រវត្តិប៉ុន្តែចំពោះប្រព័ន្ធប្រតិបត្តិការមួយនេះគឺវាមិនបានធ្វើការ load មកទេសួរថាវាទៅណាដូច្នេះហើយយើងត្រូវទាមទារឲ្យចេះនៅក្នុងការ send វាមកដាក់មកលើកញ្ចក់ដូច្នេះយើងចូលទៅកាន់ menu ហើយយើងចូលចុះមកកាន់សញ្ញាព្រួញយើងរកមើលនេះ
មួយនេះយើងមិនបាច់ពិបាកសែនម្ដងមួយទេអាយ៉ាច្រឡំបើកបាត់ហើយគឺយើងចូលទៅកាន់កន្លែងមិញដដែលសុំទោសយើងម៉ៅស្ដាំហើយយក open file location បន្ទាប់មកយើង touch លើវា4កម្មវិធីហ្នឹងហើយ send to desktop create shortcut ឥឡូវយើងបានកម្មវិធីនេះមកដល់លើកញ្ចក់ផ្ទាំងនៃកុំព្យូទ័ររបស់យើងហើយឥឡូវយើងបើកកម្មវិធីហ្នឹងដើម្បីធ្វើការកំណត់តារាងនៃអត្ថបទឥឡូវដាក់វាឲ្យធំបន្តិចអូខេឥឡូវវាបាត់ក្រឡោនជុំវិញរបស់កម្មវិធីដូច្នេះទី1យើងត្រូវចុចនៅកន្លែងនេះគឺ view ruler នៅខាងលើបន្ទាត់ខាងលើនេះហើយបន្ទាប់មកយើងចូលទៅកាន់ page layout ដើម្បីធ្វើការកំណត់អំពី space នៃការគម្លាតកន្លែង user នេះគឺនិយាយអំពីកំណត់នៃការគម្លាតពីលើចុះក្រោមបើសិនជាយើងមិនធ្វើការកំណត់ឲ្យបានត្រឹមត្រូវការគម្លាតហ្នឹងគឺវាមានភាពឆ្ងាយដូច្នេះហើយវាសល់ space ហ្នឹងអាចនិយាយដោយសាមញ្ញថាអាក្រក់មើលអញ្ចឹងហើយនៅកន្លែងនេះIpster នេះយក0កន្លែងនេះគឺយើងយក single ហើយយើងយក set as default កន្លែងហ្នឹងហើយយើងយក all document នេះអូខេឥឡូវយើងបានកំណត់អំពីការគម្លាតពីលើចុះក្រោមនៃផ្ទាំងអត្ថបទរបស់យើងហើយឥឡូវយើងធ្វើការកំណត់ទៅលើបន្ទាត់សងខាងនេះដែលប្រាប់អំពីទំហំចែក space នៅក្នុងការ print ចេញរបស់យើងចូលទៅកាន់ file ហើយយក option បន្ទាប់មកយក add font ហើយស្រួលចុះមកក្រោមបន្តិចយើងមើលនៅកន្លែង show document sentence នៅកន្លែងហ្នឹងយើងត្រូវ text នៅកន្លែង show text នេះ show text boundary កន្លែងហ្នឹង text មួយមកហើយយើងត្រូវបដូរຂະຫນាតនៃការប្រើប្រាស់ទូទៅយើងមិនមែនយកຂະຫນាតអិញទេយើងយកຂະຫນាតសង់ទីម៉ែត្រដូច្នេះកំណត់កន្លែងនេះគឺសង់ទីម៉ែត្រកន្លែង display ហើយកន្លែងនេះគឺកំណត់យកសង់ទីម៉ែត្រហើយខាងលើនេះ show document sentence អញ្ចឹងគឺយើងអូខេអញ្ចឹងយើងបានកន្លងហើយយើង close done save អញ្ចឹងយើងបើកវាឡើងវិញគឺយើងនឹងឃើញកម្មវិធីនេះដូចធម្មតាទៅនឹងកម្មវិធីដទៃដែរចំណែកតាក់ទងទៅនឹង Microsoft Excel គឺយើងមិនបាច់ធ្វើការសេរីទេគឺវាអូតូឲ្យតែម្ដងដូច្នេះយើងសេរីតែ Microsoft Word ប៉ុណ្ណោះអញ្ចឹងនេះគឺជាវីដេអូបញ្ជាក់អំពីរបៀបនៃការដំឡើងហើយនិងរបៀបនៃការកំណត់ផ្ទៃរបស់តារាងផងដែរដូច្នេះសូមបញ្ចប់វីដេអូត្រឹមនេះអរគុណនៅក្នុងការទស្សនាវីដេអូថ្មីមួយនេះ